សូមឲ្យលោកអ្នកបងប្អូនបើកនៅក្នុងព្រះបន្ទូលព្រះអង្គព្រះគម្ពីរលូកានៅជំពូក5ខ1ដល់ខ11ទាំងអស់គ្នាបងប្អូនដែលមានព្រះគម្ពីរសូមបានបើកព្រះគម្ពីរលូកាជំពូក5ខ1ដល់ខ11ទាំងអស់គ្នាយើងនឹងព្យាយាមឲ្យកាន់តែខ្លីហើយយើងអ្នកគ្នាអាចបញ្ចប់បានលឿនព្រះគម្ពីរលូកាជំពូក5ខ1ដល់ខ11បើសិនជាបងប្អូនអ្នកគ្នាបានរកឃើញហើយសូមអានជាមួយនឹងខ្ញុំដល់គ្នាយើងអានយឺតជាមួយគ្នាតោះសូមអានដល់គ្នា1 2 3ការទ្រង់កំពុងឈរនៅមាត់សមុទ្រកេនេសារ៉ែតនោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ដើម្បីនឹងស្ដាប់ព្រះបន្ទូលហើយទ្រង់តតឃើញទូកពីរចតនៅមាត់សមុទ្រដែលពួកអ្នកនេសាទបានឡើងទៅលាងអួនហើយទ្រង់យាងចុះទូកមួយនោះជាទូករបស់ស៊ីម៉ូនក៏សូមឲ្យគាត់ចេញពីទូកពីដីបន្តិចទៅរួចទ្រង់គង់បង្រៀនដល់បណ្ដាមនុស្សពីក្នុងទូកវិញលុះឈប់អធិប្បាយហើយនោះទ្រង់មានបន្ទូលទៅស៊ីម៉ូនថាឲ្យចេញទូកទៅឯកន្លែងទឹកជ្រៅទម្លាក់អួនចាប់ត្រីចុះស៊ីម៉ូនទូលឆ្លើយថាលោកគ្រូអើយយប់មិញយើងខ្ញុំបានខំដឹកអួនទាល់ភ្លឺគ្មានបានអ្វីសោះតែខ្ញុំនឹងទម្លាក់អួនតាមពាក្យលោកមើលការទម្លាក់ទៅនោះក៏ជាប់បានត្រីសន្ធឹកដល់ម្លេះបានជាអួនចាប់តាំងធ្លាយនោះគេបើយដៃហៅគូកនដែលនៅក្នុងទូកមួយទៀតឲ្យមកជួយគ្នាគេក៏មកហើយចាប់ដាក់បានពេញទូកទាំងពីរទាល់តែពីបស្ទើរនឹងលិចកាលស៊ីម៉ូនពេត្រុសបានឃើញដូច្នោះនោះគាត់ក្រាបនៅទាបព្រះជន្មព្រះយេស៊ូវទូលថាព្រះអង្គម្ចាស់អើយសូមថយចេញពីទូបង្គំត្បិតទូបង្គំជាមនុស្សមានបាបគាត់ទូលដូច្នោះដោយហេតុគាត់និងអ្នកនៅជាមួយនឹកស្ញើក្នុងចិត្តពីត្រីដែលបានច្រើនដល់ម្ល៉េះហើយយ៉ាកុបនិងយ៉ូហានជាកូនសេបេដេដែលជាពួកហ៊ុននិងស៊ីម៉ូនក៏ដូច្នោះដែរតែព្រះយេស៊ូវមានបន្ទូលទៅស៊ីម៉ូនថាកុំខ្លាចអីពីនេះទៅមុខអ្នកនឹងចាប់មនុស្សវិញរួចការទូកបានដល់គោកនោះគេក៏ទុករបស់ទាំងអស់ចោលហើយដើរតាមទ្រង់ទៅហាឡេលូយ៉ាអាមែនព្រះបន្ទូលនៅក្នុងសប្តាហ៍នេះគឺមានចំណងជើងថាព្រះយេស៊ូវត្រាស់ហៅពួកសិស្សព្រះយេស៊ូវបានជ្រើសរើសពួកសិស្សព្រះអង្គនៅពេលដែលព្រះអង្គចាប់ផ្ដើមបម្រើកិច្ចការរបស់ព្រះជាម្ចាស់ជាសាធារណៈតែដោយសារតែខ្ញុំអត់មានមីក្រូជំនួយទេហើយយើងប្រើបំពង់កទាំងអស់ដើម្បីនឹងចែកចាយដូច្នេះខ្ញុំសូមសំណូមពរឲ្យបងប្អូនក្រុមជំនុំទាំងគ្នាសូមបានស្ងាត់ស្ងៀមដើម្បីយើងអាចងាយស្រួលនៅក្នុងការស្ដាប់ហើយខ្ញុំក៏ងាយស្រួលដើម្បីនឹងចែកចាយដែរបើសិនជាខ្ញុំម្នាក់ឯងហើយបងប្អូនខំប្រឹងនិយាយប្រជែងជាមួយខ្ញុំទៀតគឺយើងស្ដាប់អត់បានទេដូច្នេះហើយខ្ញុំសូមនាំពរឲ្យបងប្អូនអ្នកគ្នាសូមបានស្ងាត់ស្ងៀមហើយស្ដាប់ដោយយកចិត្តទុកដាក់ទាំងអស់គ្នាយើងសង្កេតឃើញថាព្រះអង្គបង្រៀនសិស្សរបស់ព្រះអង្គដោយវៃឆ្លាតឲ្យនាំដំណឹងល្អពីនគររបស់ព្រះជាម្ចាស់ទៅកាន់លោកីទាំងមូលក្នុងសម័យកាលដែលអត់ទាន់មានបណ្ដាញសង្គមនៅក្នុងសម័យកាលដែលអត់ទាន់មានមេក្រូនៅក្នុងសម័យកាលដែលអត់ទាន់មាន Facebook ឬក៏អ៊ីនធឺណិតទាល់តែសោះប៉ុន្តែថាតើព្រះអង្គបានចែកចាយដំណឹងល្អយ៉ាងដូចម្ដេចសប្តាហ៍នេះព្រះយេស៊ូវព្រះអង្គក៏ត្រាស់ហៅយើងទាំងអស់គ្នាដើម្បីធ្វើជាសិស្សរបស់ព្រះអង្គហើយយើងទាំងគ្នាម្នាក់មានភារកិច្ចនៅក្នុងការដែលនាំដំណឹងល្អរបស់ព្រះជាម្ចាស់ទៅកាន់លោកីទាំងមូលកាលពីសម័យមុនអត់ទាន់មានប្រព័ន្ធដែលទំនើបហើយមនុស្សគ្រប់គ្នាត្រូវទៅគ្រប់ទីកន្លែងដើម្បីនឹងផ្សាយដំណឹងល្អប៉ុន្តែសប្តាហ៍នេះបងប្អូនមាន Facebook បងប្អូនប្រហែលអ្នកដែលលេង Facebook តែសូម្បីតែម្ដាយខ្ញុំក៏លេង Facebook ដែរចាអំពូមីងមាន Facebook មាន Telegram មាន IG មាន TikTok មាន TikTok មានបណ្ដាញសង្គមផ្សេងដែលបងប្អូនអ្នកគ្នាកំពុងតែប្រើហើយអាចចែកចាយដំណឹងល្អបានដូច្នេះបងប្អូនអាចប្រើប្រព័ន្ធទាំងអស់នោះដែលព្រះជាម្ចាស់ព្រះអង្គបានផ្ដល់ឲ្យដើម្បីជាប្រយោជន៍ដល់នគររបស់ព្រះជាម្ចាស់វិញអាមែនគឺដើម្បីចែកចាយដំណឹងល្អ
នោះគឺជារបៀបឆ្លាតវៃនៃកូនរបស់ព្រះដែលយើងប្រើរបស់នៅលើលោកីនេះដើម្បីនាំដំណឹងល្អទៅដល់លោកីកុំគ្រាន់តែប្រើ Facebook ដើម្បីនឹងគ្រាន់តែនិយាយរឿងឈឺចាប់ប្រើ Facebook គ្រាន់តែមើលព័ត៌មានប៉ុន្តែសូមប្រើ Facebook ដើម្បីនាំដំណឹងល្អជូនកាលមានបងប្អូនខ្លះកំពុងតែបាក់ទឹកចិត្តមនុស្សខ្លះកំពុងតែអស់សង្ឃឹមហើយនៅពេលដែលបងប្អូនបានបញ្ជូនខគម្ពីរលើកទឹកចិត្តពេលខ្លះខគម្ពីរដែលបងប្អូនដាក់ទៅអាចលើកទឹកចិត្តគាត់ហើយជួយមនុស្សដែលរៀបនឹងស្លាប់ឲ្យរស់ឡើងវិញបានអាមែនតែឥឡូវយើងនឹងសិក្សាជាមួយគ្នាថាតើភារកិច្ចដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គប្រគល់ឲ្យពួកសិស្សហើយក៏ដូចជាបងប្អូនទាំងអស់គ្នាដែលជាសិស្សរបស់ព្រះអង្គមានអ្វីខ្លះសូមបងប្អូនទាំងគ្នាមើលនៅក្នុងព្រះគម្ពីរយ៉ូហានជំពូក14ខ12ទាំងអស់គ្នាព្រះគម្ពីរយ៉ូហានជំពូក14នៅក្នុងខ12សូមអានខ្លាំងៗទាំងអស់គ្នា1 2 3ប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នកណាដែលជឿដល់ខ្ញុំនោះនឹងធ្វើការដែលខ្ញុំធ្វើដែរក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀតពីព្រោះខ្ញុំទៅឯព្រះវរបិតាអាមែនដូច្នេះតើអ្វីទៅជាភារកិច្ចដែលព្រះយេស៊ូវគ្រីស្ទប្រគល់ឲ្យពួកសិស្សគឺមានន័យថាប្រគល់ឲ្យយើងទាំងអស់គ្នាបានធ្វើបន្តពីព្រះអង្គទី1ភារកិច្ចរបស់ពួកសិស្សគឺយើងត្រូវបង្ហាញអំពីសម្ផស្សរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងមានន័យថាយើងប្រើជីវិតរបស់យើងដើម្បីឲ្យអ្នកដទៃគេមើលឃើញថាម្នាក់នោះឯងជាអ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទឲ្យមនុស្សទាំងអស់គេឃើញពីលក្ខណៈល្អរបស់ព្រះជាម្ចាស់ឲ្យមនុស្សទាំងអស់គេឃើញពីភាពស្រស់ស្អាតរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងនៅពេលដែលពេត្រុសគាត់បង់សំណាញ់ទៅក្នុងទឹកជ្រៅមុនពេលដែលគាត់ជួបព្រះយេស៊ូវគាត់ខំប្រឹងធ្វើមែនទែនគាត់មួយយប់ទល់ភ្លឺគាត់អត់បានអ្វីទាំងអស់ដោយសារគាត់ពឹងលើកម្លាំងខ្លួនឯងគាត់ពឹងលើបទពិសោធន៍គាត់ពឹងលើចំណេះដឹងរាប់ឆ្នាំរបស់គាត់នៅក្នុងការនេសាទត្រីប៉ុន្តែលទ្ធផលព្រះគម្ពីរប្រាប់ថាគាត់អត់បានអ្វីទាល់តែសោះប៉ុន្តែនៅពេលដែលលោកពេត្រុសស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទហើយគាត់ចាប់ផ្ដើមមានជំនឿនៅពេលនោះព្រះយេស៊ូវមានបន្ទូលថាចូលឲ្យបោះសំណាញ់ធ្លាក់ទៅក្នុងទឹកជ្រៅទៅបើសិនបើតាមបទពិសោធន៍របស់ពេត្រុសអាចជាអត់ស្ដាប់ព្រះយេស៊ូវពីព្រោះមុនពេលដែលព្រះយេស៊ូវជាអ្នកនាំដំណឹងល្អព្រះអង្គគ្រាន់តែជាអ្នកជាងឈើប៉ុណ្ណោះជាងឈើហើយនឹងអ្នកនេសាទខុសគ្នាប៉ុន្តែព្រះអង្គប្រាប់ថាឲ្យទម្លាក់អួនចូលទៅក្នុងទឹកជ្រៅទៅដូច្នេះពេត្រុសគាត់អត់ពឹងលើបទពិសោធន៍របស់គាត់អត់ពឹងលើចំណេះដឹងរបស់គាត់ប៉ុន្តែគាត់បានទម្លាក់ចោលការទាំងអស់នោះហើយគាត់សម្រេចចិត្តជ្រើសរើសស្ដាប់តាមអ្វីដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គមានបន្ទូលដូច្នេះនៅពេលដែលលោកពេត្រុសស្ដាប់បង្គាប់ហើយជឿលើអ្វីដែលព្រះជាម្ចាស់មានបន្ទូលជាលទ្ធផលគាត់ចាប់បានត្រីច្រើនមែនទែនចាប់បានរហូតដល់គាត់ដាក់នៅក្នុងទូគាត់អត់កើតហើយគាត់ហៅអ្នកផ្សេងទៀតមកដាក់បងប្អូនហើយដូចគ្នាដែរនៅពេលដែលគាត់ស្ដាប់បង្គាប់ព្រះជាម្ចាស់នៅពេលនោះសេរីល្អរបស់ព្រះអង្គចាប់ផ្ដើមសម្ដែងឡើងហើយប្រជាស្ដាររបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានផ្សាយនៅពេលនោះមិនមែនមានតែពេត្រុសទេដែលឃើញមានមនុស្សច្រើនមែនទែនដែលកំពុងតែមើលយ៉ាងយកចិត្តទុកដាក់ហើយគេឃើញអំពីការអស្ចារ្យដែលបានកាត់ឡើងដោយសារតែលោកពេត្រុសបានជឿលើអ្វីដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គបានមានបន្ទូលដូចគ្នាដែរមានសិស្សព្រះអង្គម្នាក់ឈ្មោះថាអនដ្រេនៅពេលដែលបណ្ដាជនទៅតាមព្រះយេស៊ូវគ្រីស្ទច្រើនថ្ងៃហើយពួកគាត់អត់មានអីញ៉ាំតទេសោះហើយចាប់ផ្ដើមឃ្លាននៅពេលនោះព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសិស្សថាចូលឲ្យគេទាំងអស់គ្នាបរិភោគប៉ុន្តែសួរថាតើនៅពេលនោះមានអ្វីឲ្យពួកគាត់បរិភោគឬក៏អត់មានទេពីព្រោះនៅវារហោឋានឆ្ងាយមែនទេអត់មាន Food Panda អត់មាន e-gate ដើម្បីនឹងដឹក delivery ទៅទេដូច្នេះសួរថាតើព្រះអង្គដោះស្រាយយ៉ាងដូចម្ដេចនៅពេលនោះព្រះយេស៊ូវប្រាប់ទៅសិស្សថាចូលអ្នកទាំងគ្នាទៅឲ្យបណ្ដាជនហើយសួររកមើលតើមានអីគេខ្លះនៅពេលនោះអនដ្រេបានទៅជួបក្មេងប្រុសម្នាក់ហើយគាត់មានតែនំប៉័ង5ហើយនឹងត្រីតូច2កន្ទុយប៉ុន្តែមនុស្សមានប៉ុន្មានមនុស្សមានប្រហែលជា 10000 នាក់ជាង 5000 នាក់នេះគឺប្រុសទេនៅមានស្រីធម្មតាស្រីទៅរកព្រះអង្គច្រើនជាងឥឡូវសូមមើលក្រុមជំនុំរបស់យើងតើស្រីច្រើនជាងឬប្រុសច្រើនជាង
ស្រីច្រើនជាងដូច្នេះសម័យនោះខ្ញុំជឿជាថាមនុស្សស្រីក៏ទៅច្រើនដែរហើយក្មេងៗក៏ទៅច្រើនដែរមនុស្សអាចជា10000នាក់ជាងហើយសួរថាមាននំប៉័ងតែ5ហើយនឹងត្រី2តើដោះស្រាយយ៉ាងដូចម្ដេចព្រះយេស៊ូវប្រាប់ទៅកាន់អន្តរថាកុំឲ្យភ័យកុំឲ្យបារម្ភគ្រាន់តែយកមកដូច្នេះគាត់ស្ដាប់បង្គាប់ព្រះអង្គហើយគាត់យកនំប៉័ង5ហើយត្រី2នឹងទៅឲ្យព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវចាប់ដើមលើកឡើងលើហើយអធិដ្ឋានហើយកាច់នំប៉័ងនោះចែកគ្នានៅពេលដែលអន្តរស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទការអស្ចារ្យចាប់ដើមបានកើតឡើងនំប៉័ងតែ5ហើយនឹងត្រី2ដែលតិចមែនទែនប៉ុន្តែនៅពេលដែលគាត់ជឿហើយស្ដាប់បង្គាប់ព្រះអង្គនំប៉័ង5ត្រីនឹង2នោះបានចំអែតមនុស្សរហូតដល់10000នាក់ជាងហាឡេលូយ៉ាខ្ញុំបានទទួលការអស្ចារ្យមកពីព្រះអង្គនៅពេលដែលខ្ញុំនៅរៀនខ្ញុំមានជីវភាពដែលខ្វះខាតហើយលំបាកដែរហើយអត់មានលុយដើម្បីទៅរៀនទេអញ្ចឹងនៅពេលនោះខ្ញុំធ្វើអីខ្ញុំអធិដ្ឋានទៅកាន់ព្រះអង្គហើយនៅពេលនោះខ្ញុំអត់មានលុយទេប៉ុន្តែអ្វីដែលខ្ញុំមានខ្ញុំនឹកចាំថាពេលនោះខ្ញុំមាន$1ដែលបងប្រុសខ្ញុំឲ្យហើយសួរថា$1នឹងដោះស្រាយអីគេចេញអត់ចេញទេដូច្នេះខ្ញុំសម្រេចចិត្តដាក់$1នឹងហើយថ្វាយដង្វាយទាំងអស់ទៅកាន់ព្រះអង្គខ្ញុំប្រាប់ព្រះអង្គថាព្រះអង្គ$1នេះគឺជាអ្វីទាំងអស់ដែលខ្ញុំមានគឺជាទ្រព្យសម្បត្តិដែលខ្ញុំមានខ្ញុំថ្វាយទៅកាន់ព្រះអង្គដូច្នេះមានរឿងអីកើតឡើងព្រះជាម្ចាស់បានទទួលការថ្វាយដង្វាយរបស់ខ្ញុំតែ$1នោះប៉ុន្តែបងប្អូនយើងគាត់ថា$1នឹងតិចប៉ុន្តែអ្វីដែលខ្ញុំមានកាលពីពេលនោះគឺ$នឹងគឺជាអ្វីទាំងអស់ដែលខ្ញុំមានខ្ញុំថ្វាយទៅកាន់ព្រះអង្គហើយជាលទ្ធផលព្រះជាម្ចាស់បានផ្គត់ផ្គង់ខ្ញុំរៀនបញ្ចប់រហូតថ្នាក់ទី12ហើយខ្ញុំចូលរៀនសាលាព្រះគម្ពីរ4ឆ្នាំបញ្ចប់ដោយស្ថាពរនោះគឺជាអ្វីដែលព្រះជាម្ចាស់ព្រះអង្គបានធ្វើដូច្នេះក្នុងនាមយើងអ្នកគ្នាជាអ្នកដែលព្រះជាម្ចាស់ជ្រើសរើសតែបងប្អូនកំពុងតែអង្គុយក្តៅសនៅទីនេះបងប្អូនគឺជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើសយើងអ្នកគ្នាជាអ្នកដែលត្រូវទទួលភារកិច្ចបន្តពីព្រះអង្គព្រះអង្គចង់ឲ្យយើងអ្នកគ្នាបានសម្ដែងប្រជាស្ដារនិងស្រីរុងរឿងរបស់ព្រះអង្គទៅកាន់អ្នកដទៃទៀតឲ្យគេបានឃើញតាមរយៈសេចក្តីជំនឿនិងការស្ដាប់បង្គាប់របស់ព្រះជាម្ចាស់នៅពេលដែលយើងស្ដាប់បង្គាប់ព្រះអង្គនៅពេលដែលយើងជឿលើអ្វីដែលព្រះជាម្ចាស់មានបន្ទូលនៅពេលនោះមនុស្សជាច្រើនអាចនឹងត្រូវនាំចូលឯនគរឋានសួគ៌តាមរយៈទីបន្ទាន់នៃជីវិតរបស់អស់លោកអ្នកបងប្អូនទាំងគ្នានៅក្នុងចំណុចនេះខ្ញុំមានពាក្យដ៏សំខាន់មួយហើយជាសេចក្តីពិតនៅក្នុងព្រះបន្ទូលព្រះអង្គសូមបងប្អូនស្ដាប់ដោយយកចិត្តទុកដាក់ទាំងអស់គ្នាការអស្ចារ្យតែងតែកើតមានឡើងនៅពេលដែលយើងអ្នកគ្នាស្ដាប់បង្គាប់ហើយជឿទុកចិត្តលើព្រះជាម្ចាស់ហាឡេលូយ៉ាព្រះអង្គតែងតែធ្វើការសម្រាប់អ្នកដែលជឿព្រះអង្គអត់ធ្វើការនៅពេលដែលយើងសង្ស័យទេបងប្អូនមិនជឿសាកមើលបងប្អូនបើកព្រះគម្ពីរមើលនៅពេលដែលព្រះយេស៊ូវធ្វើការអស្ចារ្យណាមួយព្រះអង្គមុននឹងធ្វើព្រះអង្គសួរថាតើអ្នកជឿឬក៏អត់ព្រះអង្គសួរដូចនេះរហូតតើអ្នកជឿឬក៏អត់នៅពេលដែលគាត់ថាខ្ញុំជឿហើយព្រះអង្គម្ចាស់អើយនៅពេលនោះព្រះយេស៊ូវមានបន្ទូលថាចូលឲ្យសម្រេចតាមសេចក្តីជំនឿរបស់អ្នកចុះដូច្នេះយើងរៀនបានថាការអស្ចារ្យតែងតែកើតមានឡើងនៅពេលដែលយើងអ្នកគ្នាជឿទុកចិត្តលើព្រះជាម្ចាស់ដូច្នេះចំណុចទី1ភារកិច្ចរបស់សិស្សរបស់ព្រះអង្គគឺយើងអ្នកគ្នាត្រូវបង្ហាញភាពស្រស់ស្អាតរបស់ព្រះជាម្ចាស់បង្ហាញសេរីល្អរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាមិនមែនបង្ហាញការអាក្រក់ដើម្បីឲ្យគេមើលងាយព្រះអង្គទេប៉ុន្តែបង្ហាញការល្អរបស់ព្រះជាម្ចាស់ឲ្យមនុស្សទាំងអស់មើលឃើញព្រះអង្គតាមរយៈជីវិតរបស់យើងឥឡូវយើងមើលចំណុចទី2ដល់គ្នាតើអ្វីទៅជាភារកិច្ចរបស់គ្រីស្ទបរិស័ទជាភារកិច្ចរបស់សិស្សព្រះយេស៊ូវគ្រីស្ទទី2សិស្សរបស់ព្រះយេស៊ូវម្នាក់ត្រូវជាអ្នកនេសាទមនុស្សនិងយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់គ្នានេសាទមនុស្សមានន័យយ៉ាងដូចម្ដេចបងប្អូនប្រហែលជាមានអារម្មណ៍ថាអូនេះស្អីគេនេសាទមនុស្សឥឡូវយើងត្រឡប់ទៅពាក្យនេសាទសាមញ្ញធម្មតាវិញដើម្បីចាប់ត្រីបានដើម្បីនេសាទបានអ្នកនេសាទត្រូវការឧបករណ៍ដែលត្រឹមត្រូវចាយើងប្រើឲ្យគេខ្លះយើងការប្រើសំណាញ់ពេលខ្លះប្រើសន្ទូចពេលខ្លះយើងប្រើអង្រុតប្រើវិធីផ្សេងដើម្បីចាប់ត្រីឯសំណាញ់របស់គ្រីស្ទបរិស័ទសំណាញ់របស់អ្នកផ្សាយដំណឹងល្អគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាមែនសំណាញ់របស់យើងអាវុធរបស់យើងដើម្បីផ្សាយដំណឹងល្អគឺជាព្រះបន្ទូលរបស់ព្រះអង្គហេតុអ្វីដោយសារព្រះបន្ទូលព្រះជាម្ចាស់យើងដល់គ្នាដែលជាអ្នកនេសាទ
យើងអាចកំសាន្តចិត្តដល់អ្នកដទៃទៀតដែលកំពុងតែមានដួងចិត្តដែលប្រេះស្រាំតាមរយៈព្រះបន្ទូលព្រះអង្គយើងផ្ដល់សេចក្តីសង្ឃឹមដល់អស់អ្នកដែលអស់សង្ឃឹមយើងព្យាបាលដួងចិត្តរបស់អ្នកដែលកំពុងតែគ្រាំគ្រាវសូមបងប្អូនមើលនៅក្នុងព្រះគម្ពីរហេព្រើរសូមបងប្អូនម្នាក់ជួយអានព្រះគម្ពីរហេព្រើរចំពុក4ខ12សូមបងប្អូនម្នាក់ជួយអានព្រះគម្ពីរហេព្រើរចំពុក4ខ12តើមានអ្នករកឃើញនៅនិចរកឃើញនៅព្រះគម្ពីរហេព្រើរចំពុក4ខ12ព្រះគម្ពីរសញ្ញាថ្មីចិត្តចប់អាមែនព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអំណាចព្រះចេស្តាដោយសារព្រះបន្ទូលព្រះអង្គយើងរាល់គ្នាទទួលបានសេចក្តីសង្គ្រោះសប្តាហ៍នេះយើងអត់បានឃើញព្រះអង្គដោយផ្ទាល់ប៉ុន្តែយើងបានជួបព្រះយេស៊ូវគ្រីស្ទយើងបានស្គាល់ព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយតាមរយៈព្រះបន្ទូលព្រះអង្គយើងអ្នកគ្នាផ្សាយចេញទៅដើម្បីរំដោះក្រុមគ្រួសាររបស់យើងនិងរំដោះមនុស្សឯទៀតកំពុងតែស្លាប់នៅក្នុងសមុទ្រនៃសេចក្តីស្លាប់ឲ្យពួកគាត់ត្រឡប់មកឯជីវិតវិញដូច្នេះដើម្បីឲ្យយើងអ្នកគ្នាខ្លាយទៅជាអ្នកនេសាទមនុស្សខ្លាយទៅជាអ្នកដែលផ្សាយដំណឹងល្អយ៉ាងពិតប្រាកដយើងអ្នកគ្នាត្រូវតែពង្រឹងសេចក្តីជំនឿរបស់យើងពង្រឹងចំណេះដឹងរបស់យើងខាងឯព្រះបន្ទូលរបស់ព្រះអង្គផងដែរបើសិនបើយើងអត់ស្គាល់ព្រះបន្ទូលព្រះអង្គតតែសោះយើងអត់ស្គាល់ព្រះយេស៊ូវសូម្បីតែព្រះអង្គប្រសូតនៅកន្លែងណាក៏យើងអត់ស្គាល់តើយើងផ្សាយដំណឹងល្អយ៉ាងដូចម្ដេចដូច្នេះបងប្អូនហើយដើម្បីឲ្យយើងអាចផ្សាយដំណឹងល្អបានតើអ្វីទៅជាដំណឹងល្អតែតែងថាអូផ្សាយដំណឹងល្អផ្សាយល្អតើអីទៅគឺជាដំណឹងល្អដំណឹងល្អមិនមែនថាអូខ្ញុំមានលុយច្រើនណាព្រះអង្គប្រទានពរឲ្យខ្ញុំគ្រាន់តែខ្ញុំមានលុយច្រើនអូព្រះអង្គប្រទានពរឲ្យខ្ញុំដូច្នេះនេះជាដំណឹងល្អនោះគឺជាផ្នែកតូចមួយនៃដំណឹងល្អប៉ុន្តែដំណឹងល្អពិតប្រាកដដែលមនុស្សត្រូវការគឺជាព្រះយេស៊ូវគ្រីស្ទអាមែនដំណឹងល្អគឺជាព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អនៅពេលដែលបងប្អូនគេប្រាប់គេពីព្រះយេស៊ូវគ្រីស្ទនោះហើយបងប្អូនកំពុងតែប្រាប់ដំណឹងល្អដូច្នេះដើម្បីឲ្យយើងអាចប្រាប់គេពីព្រះយេស៊ូវគ្រីស្ទទោះតែយើងស្គាល់ព្រះអង្គបើសិនជាយើងអត់ស្គាល់ព្រះយេស៊ូវផងតែយើងប្រាប់គេពីព្រះអង្គយ៉ាងដូចម្ដេចអញ្ចឹងដើម្បីឲ្យយើងអាចស្គាល់ព្រះអង្គបានគឺអានព្រះគម្ពីរអានព្រះបន្ទូលព្រះអង្គសិក្សាព្រះបន្ទូលព្រះអង្គបន្ថែមទៀតដោយផ្ទាល់ខ្លួននៅពេលនោះយើងស្គាល់ព្រះអង្គកាន់តែច្រើនហើយយើងអាចនាំដំណឹងល្អមានន័យថាអាចនាំព្រះយេស៊ូវគ្រីស្ទទៅកាន់អ្នកដទៃទៀតបានដូច្នេះចំណុចសំខាន់ទី2ក្នុងនាមយើងជាសិស្សរបស់ព្រះអង្គយើងមានភារកិច្ចដើម្បីនឹងនាំដំណឹងល្អនាំព្រះយេស៊ូវគ្រីស្ទទៅកាន់អ្នកដទៃទៀតទៅកាន់ក្រុមគ្រួសាររបស់យើងទៅកាន់មិត្តភ័ក្តិរបស់យើងហើយនឹងទៅកាន់ប្រជាជាតិរបស់យើងទាំងមូលផងដែរហាឡេលូយ៉ាអាមែនហើយយើងមើលចំណុចសំខាន់ចុងក្រោយទី3សិស្សរបស់ព្រះយេស៊ូវគ្រីស្ទត្រូវប្រកបដោយព្រះចេស្តារបស់ព្រះជាម្ចាស់សូមបងប្អូនអ្នកគ្នាមើលនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក10ខ1ព្រះគម្ពីរម៉ាថាយជំពូក10ខ1សូមអានខ្លាំងៗដល់អ្នកគ្នាព្រះគម្ពីរម៉ាថាយជំពូក10នៅក្នុងខ1សូមអានដល់អ្នកគ្នា1 2 3ការទ្រង់បានហៅពួកសិស្សទាំង12នាក់មកហើយនោះក៏ប្រទានឲ្យគេមានអំណាចអាចនឹងដេញអារក្សអាសោចហើយនឹងមើលគ្រប់ទាំងជំងឺរោគានិងជរាពិការទាំងអស់ឲ្យបានជាផងអាមែនព្រះយេស៊ូវគ្រីស្ទព្រះអង្គបានបញ្ជាទៅកាន់ពួកសិស្សព្រះអង្គយ៉ាងដូចនេះព្រះយេស៊ូវមានបន្ទូលថាឲ្យយើងអ្នកគ្នាចេញទៅធ្វើដំណើរដើម្បីទៅប្រកាសពីរាជរបស់ព្រះជាម្ចាស់នៃស្ថានបរមសុខហើយមើលមនុស្សដ៏ឈឺឲ្យបានជាប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញធ្វើឲ្យមនុស្សខ្លងបានស្អាតបរិសុទ្ធដេញវិញ្ញាណអាក្រក់ចេញពីមនុស្សហើយយើងរាល់គ្នាបានទទួលអំណាចនេះដោយឥតគិតថ្លៃគឺទទួលបានដោយព្រះវិញ្ញាណបរិសុទ្ធដូច្នេះចូលធ្វើការនោះដោយឥតគិតថ្លៃផងដែរពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទជាមនុស្សដែលបំពេញកិច្ចការដោយព្រះយេស៊ូវគ្រីស្ទព្រះអង្គបានធ្វើដែរ
តើព្រះយេស៊ូវមិនយាងមកផែនដីដើម្បីនាំដំណឹងល្អទៅដល់មនុស្សក្រីក្រដែលឥតគិតថ្លៃទេឬអីព្រះអង្គបានរំដោះយើងដល់គ្នាចេញពីចំណងនៃវិញ្ញាណអាក្រក់ព្រះអង្គបានរំដោះយើងពីការឃុំឃាំងនៃអំពើបាបនិងសេចក្តីស្លាប់ហើយព្រះអង្គប្រទានជីវិតអស់កលដល់យើងទាំងអស់គ្នាដូច្នេះបងប្អូនហើយយើងមានតួនាទីដើម្បីនឹងធ្វើនៅកិច្ចការដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គបានធ្វើផងដែរយើងតែងតែហៅខ្លួនឯងថាគ្រីស្ទានគ្រីស្ទបរិស័ទតើគ្រីស្ទានឬក៏ខ្មែរយើងហៅថាគ្រីស្ទបរិស័ទនោះមានន័យយ៉ាងដូចម្ដេចចាហេងគ្រីស្ទានមានន័យថាម៉េចចាអ្នកជឿនេះតាគ្រីស្ទានមានន័យថាម៉េចចាគ្រីស្ទានមានន័យថាអ្នកជឿអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទគ្រីស្ទានមិនមែនអ្នកអង្គុយមើលព្រះយេស៊ូវទេព្រះអង្គហៅយើងអ្នកគ្នាឲ្យធ្វើជាពួកសិស្សមិនមែនឲ្យធ្វើជាបណ្ដាជនគ្រាន់តែអង្គុយមើលទេបងប្អូនដឹងអត់បណ្ដាជនដែលមើលព្រះយេស៊ូវធ្វើការអស្ចារ្យអូអបអរសាទរហាឡេលូយ៉ាប៉ុន្តែនៅពេលដែលព្រះយេស៊ូវត្រូវឆ្កាងបណ្ដាជនដែលអង្គុយមើលនឹងហើយនិយាយថាឆ្កាងវាទៅឆ្កាងវាទៅមកក្រុមអត់ដែរនឹងទេនៅពេលដែលព្រះអង្គមានប្រយោជន៍អូហាឡេលូយ៉ាអរគុណព្រះអង្គប៉ុន្តែនៅពេលដែលព្រះយេស៊ូវត្រូវឆ្កាងបោះបង់ចោលព្រះអង្គភ្លាមហើយចាប់ផ្ដើមឲ្យគេឆ្កាងព្រះយេស៊ូវទៅប៉ុន្តែពួកសិស្សខុសគ្នាយើងអ្នកគ្នាត្រូវបានជ្រើសរើសជាសិស្សរបស់ព្រះអង្គមិនមែនជាបណ្ដាជនទេបងប្អូនជាអ្នកដែលមានចំណែកជាមួយនឹងព្រះយេស៊ូវគ្រីស្ទហើយយើងត្រូវបានហៅថាគ្រីស្ទបរិស័ទឬក៏គ្រីស្ទានគ្រីស្ទបរិស័ទឬក៏គ្រីស្ទានមានន័យថាអ្នកដែលជឿអ្នកដែលដើរតាមហើយជាអ្នកដែលធ្វើតម្រាប់តាមព្រះយេស៊ូវគ្រីស្ទពេលខ្លះយើងព្យាយាមកាត់ឈើឆ្កាងបងប្អូនឃើញឈើឆ្កាងដែលព្រះយេស៊ូវគ្រីស្ទលីតើធ្ងន់ឬក៏ស្រាលធ្ងន់ឬក៏ស្រាលធ្ងន់មែនតើតើនៅពេលដែលឈើឆ្កាងនឹងធ្ងន់តើព្រះយេស៊ូវបានយកអាណាមកកាត់ឈើឆ្កាងនឹងឲ្យស្រាលឬក៏អត់អត់ទេព្រះអង្គទ្រាំលីរហូតទៅដល់ភ្នំកាល់វ៉ារីទាំងក្តៅទាំងឈឺចាប់ទាំងលំបាកគ្រប់បែបយ៉ាងព្រះអង្គអត់បានបោះចោលឬក៏ព្រះអង្គអត់ព្យាយាមកាត់ឈើឆ្កាងនឹងឲ្យខ្លីទេប៉ុន្តែពេលខ្លះជីវិតរបស់យើងព្យាយាមកាត់ឈើឆ្កាងព្រះអង្គឲ្យកាន់តែខ្លីដើម្បីឲ្យយើងលីទៅកាន់តែស្រួលប៉ុន្តែបងប្អូននៅជីវិតគ្រីស្ទបរិស័ទមិនមែនគ្រាន់តែចង់រស់នៅស្រួលនោះទេប៉ុន្តែគឺជាជីវិតដែលតាមព្រះយេស៊ូវគ្រីស្ទបើសិនបើព្រះយេស៊ូវចង់ស្រួលព្រះអង្គអត់យាងមកផែនដីទេបើសិនជាព្រះអង្គចង់ស្រួលព្រះអង្គអត់ចាំបាច់សគត់នៅលើឈើឆ្កាងទេប៉ុន្តែហេតុអ្វីបានជាព្រះអង្គត្រូវធ្វើការទាំងអស់នេះគឺដើម្បីសង្គ្រោះយើងទាំងអស់គ្នាអាមែនដូច្នេះព្រះអង្គមានបន្ទូលថាបើអ្នកទាំងអស់គ្នាជឿខ្ញុំចូលមកតាមខ្ញុំចុះបងប្អូនសាកមើលនៅក្នុងព្រះគម្ពីរព្រះយេស៊ូវថាបើសិនបើអ្នកទាំងអស់គ្នាចង់មកតាមខ្ញុំឲ្យលីឈើឆ្កាងហើយលះកាត់ចិត្តខ្លួនឯងហើយដើរតាមខ្ញុំព្រះអង្គមានថាបើអ្នកទាំងអស់គ្នាចង់មកតាមខ្ញុំចូលឲ្យដេកស្រួលទេព្រះអង្គប្រាប់ថាកញ្ជ្រោងមានរោងវាប៉ុន្តែកូនមនុស្សអត់មានសូម្បីតែកន្លែងដើម្បីនឹងកោយក្បាលផងដូច្នេះបងប្អូនហើយប្រសិនបើពេលខ្លះបងប្អូនជឿព្រះអង្គហើយមានអារម្មណ៍ថាពេលខ្លះលំបាកពេលខ្លះមានអារម្មណ៍ថាវេទនាពេលខ្លះមានអារម្មណ៍ថាគេកាត់ការយើងចោលពេលខ្លះមានអារម្មណ៍ថាបាត់បង់អ្វីមួយយ៉ាងអូព្រះគុណព្រះអង្គពីព្រោះពេលនោះហើយបងប្អូនកំពុងតែដូចព្រះយេស៊ូវគ្រីស្ទអាមែនបើសិនបើជឿព្រះហើយស្រួលមែនតើអត់មានបបាក់អីសោះសូមប្រុងប្រយ័ត្នពីព្រោះនៅពេលដែលមនុស្សកាន់តែស្រួលសេចក្តីល្បួងកាន់តែច្រើននៅពេលដែលគ្រីស្ទបរិស័ទលំបាកយើងនឹងព្យាយាមអធិដ្ឋានប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមងាយស្រួលយើងអត់សូវអធិដ្ឋានទេបងប្អូនមិនជឿសាកមើលនៅពេលដែលមនុស្សចាប់ផ្ដើមមានលុយច្រើនមានសពគ្រប់បែបយ៉ាងមនុស្សអត់សូវស្វែងរកព្រះជាម្ចាស់ទេព្រះយេស៊ូវមានបន្ទូលថាអ្នកមានចូលឋានសួគ៌ពិបាកណាស់ពីព្រោះអីគាត់ពឹងលើអ្វីដែលគាត់មានហើយគាត់អត់អធិដ្ឋានស្ទាល់តែសោះប៉ុន្តែនៅពេលដែលបងប្អូនខ្វះខាតបងប្អូនយំលហេមលហាមរកព្រះជាម្ចាស់នៅពេលដែលបងប្អូនមានបញ្ហាបងប្អូននឹងចេះអធិដ្ឋានដូច្នេះហើយបានជាម្ដងម្កាលព្រះអង្គនឹងដាក់បញ្ហានីមួយៗចូលក្នុងជីវិតរបស់យើងដល់គ្នាពីព្រោះព្រះអង្គអត់ចង់ឃើញយើងទៅកាន់តែឆ្ងាយទេព្រះអង្គអត់ចង់ឲ្យយើងដល់គ្នាធ្លាក់ទៅក្នុងខ្យល់គួចនៃលោកីហើយអូសទាញយើងចេញពីសេចក្តីជំនឿទេដូច្នេះប្រសិនបើពេលខ្លះបងប្អូនមានបញ្ហាណាមួយកើតឡើងក្នុងជីវិតដោយសារសេចក្តីជំនឿកុំឲ្យបាក់ទឹកចិត្ត
ប៉ុន្តែដឹងថានោះគឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលកំពុងតែការពារអស់លោកអ្នកបងប្អូនឲ្យបងប្អូននៅជាប់នៅក្នុងសេចក្តីជំនឿកុំឲ្យបងប្អូនរសាត់ចេញពីសេចក្តីជំនឿអាមែននៅក្នុងព្រះបន្ទូលព្រះជាម្ចាស់នៅថ្ងៃនេះតាមរយៈព្រះបន្ទូលព្រះអង្គចង់រំលឹកឲ្យយើងអ្នកគ្នាដឹងថាយើងអ្នកគ្នាគឺជាគ្រីស្ទបរិស័ទគឺជាគ្រីស្ទៀនមានន័យថាអ្នកជឿអ្នកដើរតាមអ្នកធ្វើតាមព្រះយេស៊ូវមិនមែនអ្នកអង្គុយមើលព្រះយេស៊ូវប៉ុន្តែធ្វើតាមព្រះអង្គដូច្នេះយើងអ្នកគ្នាមានភារកិច្ចតើអ្វីទៅជាភារកិច្ចរបស់គ្រីស្ទបរិស័ទព្រះបន្ទូលថ្ងៃនេះបង្ហាញយើងអ្នកគ្នាភារកិច្ចចំនួន3របស់គ្រីស្ទបរិស័ទគ្រប់គ្នាគឺយើងមានភារកិច្ចដើម្បីបង្ហាញសេរីល្អនិងលក្ខណៈល្អរបស់ព្រះជាម្ចាស់តាមរយៈជីវិតនៃសេចក្តីជំនឿរបស់យើងបង្ហាញនៅកន្លែងរស់នៅរបស់យើងបង្ហាញនៅកន្លែងធ្វើការរបស់យើងបង្ហាញនៅផ្ទះរបស់យើងអំពីសេចក្តីជំនឿរបស់យើងនៅក្នុង Facebook ក៏ដោយ profile របស់យើងអស់មើលតើដែរមានផលព្រះបន្ទូលឬក៏អត់បងប្អូនឆែកមើលឡើងវិញលោកគ្រូគង្វាម្នាក់គាត់បាននិយាយថា account Facebook របស់យើងបង្ហាញពីចរិតលក្ខណៈរបស់យើងតើនៅក្នុង Facebook របស់យើងអស់មើលទៅតើដែរបង្ហោះពីព្រះបន្ទូលព្រះអង្គឬក៏អត់ឬក៏តែងតែបង្ហោះពីវីដេអូរូបភាពអាភាសនិយាយតែរូបភាពអាភាសនិយាយតែពាក្យសម្ដីឈ្នានីសអ្នកដទៃតើនៅក្នុងនោះមានព្រះបន្ទូលព្រះអង្គឬក៏អត់តើតែងតែបង្ហាញតែអារម្មណ៍បាក់ទឹកចិត្តលោកគ្រូគង្វាល្បីម្នាក់នៅក្នុងប្រទេសអាមេរិកអាប់រ៉ាហាំគាត់បាននិយាយថាហេតុអ្វីបានជាគាត់ឃើញគ្រីស្ទបរិស័ទតែងតែមានទឹកមុខអត់សប្បាយរីករាយតតែសោះតែងតែរាល់ថ្ងៃកំមៅរហូតតែងតែរាល់ថ្ងៃមុខជូររហូតអត់មានអំណរក្នុងជីវិតតតែសោះហេតុអ្វីបានជាយ៉ាងដូចនេះហេតុអ្វីបានជាគ្រីស្ទបរិស័ទតែងតែមានទឹកមុខអត់ដែលរីករាយតតែសោះបងប្អូនហើយជីវិតរបស់យើងអ្នកគ្នាលំបាកមែនប៉ុន្តែយើងមានព្រះដែលជាសេចក្តីសង្ឃឹមហេតុអ្វីបានជាយើងត្រូវតែទៅឲ្យមុខកំមៅហើយឲ្យអ្នកដទៃមើលមកយើងហើយគេមានអារម្មណ៍ម៉េចយើងជាអ្នកនាំដំណឹងល្អដែលសូមឲ្យទឹកមុខរបស់យើងបានរីករាយដោយសារយើងមានសេចក្តីសង្ឃឹមបងប្អូនលំបាកមែនប៉ុន្តែយើងមានព្រះដែលជាទីពឹងនៅពេលដែលបងប្អូនលំបាកមិនមែនយកទឹកមុខនឹងមកដោះស្រាយទេនៅពេលដែលយើងលំបាកយើងយកសេចក្តីអធិដ្ឋានហើយយកសេចក្តីជំនឿរបស់យើងទៅដោះស្រាយអាមែនព្រះអង្គបង្កើតយើងគឺមានបច្ចេកវិទ្យាល្អមែនទែនព្រះអង្គបានប្រាប់ថាឲ្យមានអំណរជានិច្ចចូលរីករាយឥតឈប់ឈរហើយគ្រូពេទ្យថាម៉េចនៅពេលដែលមនុស្សយើងតែងតែមុខកំមៅនៅពេលដែលតែងតែធ្វើឲ្យទឹកមុខជូរចត់បំផ្លាញសុខភាពខ្លួនឯងនឹងបញ្ចេញអរម៉ូនមួយមានជាតិពុលហើយធ្វើឲ្យខ្លួនឯងកើតមានជំងឺសពគ្រប់បែបយ៉ាងវិធីសាស្ត្រមួយដែលគេព្យាបាលមនុស្សកើតជំងឺមហារីកគេឲ្យធ្វើអីបងប្អូននឹងអត់ឲ្យធ្វើឲ្យគាត់សប្បាយចិត្តព្យាយាមនិយាយពាក្យលើកទឹកចិត្តធ្វើអារម្មណ៍ឲ្យស្រស់ស្រាយហេតុអីបានជាគ្រូពេទ្យប្រាប់ឲ្យគាត់ធ្វើអារម្មណ៍ឲ្យស្រស់ស្រាយពីព្រោះនៅពេលដែលមនុស្សធ្វើអារម្មណ៍ឲ្យស្រស់ស្រាយខ្លួនរបស់យើងនឹងបញ្ចេញអរម៉ូនល្អហើយព្យាបាលខ្លួនឯងបានអាមែនអ្វីដែលព្រះជាម្ចាស់ប្រាប់គឺអត់ដែលខុសទេបងប្រាប់ថាកូនណៃកុំឲ្យខ្វាយខ្វល់កុំឲ្យក្រៀមក្រំឲ្យមានអំណរហេតុអីពីព្រោះខ្លួនរបស់យើងត្រូវបានបង្កើតយ៉ាងដូចនេះកាលណាយើងតែងតែបាក់ទឹកចិត្តមនុស្សសពថ្ងៃស្លាប់ចោលដោយសារជំងឺបាក់ទឹកចិត្តប្រហែលថ្ងៃមុនមានបរិមម្នាក់សម្លាប់ខ្លួននៅពេលដែលប្រពន្ធរបស់គាត់ឈឺឲ្យស្លាប់ហើយគាត់ទ្រាំនឹងការឯកោឈឺចាប់នឹងអត់បាន2-3ថ្ងៃក្រោយមកគាត់សម្លាប់ខ្លួនបាត់ដូច្នេះបានជាខ្ញុំតែងតែលើកទឹកចិត្តបងប្អូនអ្នកគ្នាថាឲ្យយើងមានអំណរជារៀងរាល់ថ្ងៃមិនមែនស្ញាញ់គ្រប់ពេលទេមិនមែនដើរសើចរហូតទេប៉ុន្តែឲ្យមានទឹកមុខដែលមានអំណរមានសេចក្តីសង្ឃឹមពីព្រោះយើងមានព្រះអង្គម្ចាស់ដែលជាសេចក្តីសង្ឃឹមរបស់យើងអ្នកគ្នាទី2ភារកិច្ចរបស់យើងគឺផ្សាយដំណឹងល្អទៅកាន់អ្នកដទៃទៀតមានន័យថានាំព្រះយេស៊ូវគ្រីស្ទទៅកាន់មនុស្សដទៃទៀតហើយដើម្បីឲ្យយើងអាចនាំដំណឹងល្អទៅគេបានតើតែយើងស្គាល់ព្រះយេស៊ូវគ្រីស្ទខំប្រឹងអានព្រះគម្ពីរខំប្រឹងសិក្សាស្រាវជ្រាវព្រះបន្ទូលរបស់ព្រះអង្គបន្ថែមទៀតទី3
យើងមានភារកិច្ចដូចជាព្រះយេស៊ូវគ្រីស្ទគឺរំដោះអ្នកដែលកំពុងតែរស់នៅក្នុងភាពអសង្ឃឹមអ្នកដែលកំពុងតែរស់នៅក្នុងមលុបនៃសេចក្តីស្លាប់ហើយនាំគេឲ្យចូលមកឯជីវិតតាមរយៈការដែលយើងនាំព្រះយេស៊ូវគ្រីស្ទទៅកាន់ពួកគាត់ទាំងអស់គ្នាជាចុងបញ្ចប់សំណួរសួរថាតើហេតុអ្វីបានជាយើងអ្នកគ្នាត្រូវតែធ្វើតាមផាតីព្រះអង្គខ្ញុំបានចែកចាយជាច្រើនមែនទែនហើយចាប់ផ្ដើមគេថាចុះបើខ្ញុំអត់ចង់ធ្វើតាមហើយខ្ញុំខ្ជិលធ្វើមានរឿងអីកើតឡើងខ្ញុំអត់ចង់ធ្វើខ្ញុំអត់ខ្វល់ដូច្នេះសំណួរសួរថាតើហេតុអ្វីបានជាយើងត្រូវតែស្ដាប់បង្គាប់ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទសូមបងប្អូនអ្នកគ្នាមើលនៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ7ខ21ទាំងអស់គ្នាព្រះគម្ពីរម៉ាថាយចំពោះ7ខ21តើព្រះគម្ពីរម៉ាថាយសញ្ញាថ្មីចំពោះ7នៅក្នុងខ21សូមបងប្អូនអ្នកគ្នាអានដោយខ្លាំងៗទាំងអស់គ្នាជាមួយនឹងខ្ញុំ1 2 3មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថាអោព្រះអង្គម្ចាស់អើយដែលនឹងចូលទៅក្នុងនគរឋានសួគ៌នោះទេគឺជាអស់អ្នកដែលធ្វើតាមបហារតីនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌វិញហាឡេលូយ៉ាមូលហេតុដែលយើងអ្នកគ្នាត្រូវធ្វើតាមបហារតីរបស់ព្រះជាម្ចាស់ពីព្រោះព្រះយេស៊ូវថាមិនមែនគ្រាន់តែជាអ្នកដែលថាអូព្រះអង្គម្ចាស់អើយនឹងចូលឋានសួគ៌បាននោះទេប៉ុន្តែព្រះយេស៊ូវថាគឺជាអស់អ្នកដែលធ្វើតាមបំណងបហារតីអ្នកនោះហើយជាអ្នកដែលមានសេចក្តីជំនឿពិតប្រាកដមានមនុស្សជាច្រើនមែនទែនជនជាតិខ្មែរយើងតែងតែនិយាយថាខ្ញុំក៏ជឿយេស៊ូវដែរប៉ុន្តែសួរថាគាត់មកថ្វាយបង្គំទេអត់មកទេគាត់ឈប់ថ្វាយបង្គំរូបព្រះទេអត់ឈប់ទេប៉ុន្តែគាត់និយាយថាគាត់ជឿដែរនោះមិនមែនជាសេចក្តីជំនឿពិតប្រាកដទេដូច្នេះសេចក្តីជំនឿពិតប្រាកដគឺជាជំនឿដែលធ្វើតាមបំណងបហារតីរបស់ព្រះជាម្ចាស់សេចក្តីជំនឿពិតគឺជាជំនឿដែលរស់ជំនឿដែលមានសកម្មភាពនោះហើយគឺជាសេចក្តីជំនឿដែលកប់បហារតីព្រះជាម្ចាស់គឺជាជំនឿដែលរស់មិនមែនជំនឿដែលស្លាប់ទេបងប្អូនហើយថាអូខ្ញុំក៏ជឿព្រះអង្គដែរប៉ុន្តែខ្ញុំអត់ទៅថ្វាយបង្គំទេខ្ញុំជឿព្រះអង្គនៅក្នុងបេះដូងសេចក្តីជំនឿត្រូវការធ្វើសកម្មភាពត្រូវអត់បងប្អូនសេចក្តីស្រឡាញ់ត្រូវការសកម្មភាពកញ្ចនាបើអូនមានស្វាមីអូនចង់ឲ្យស្វាមីអូនបង្ហាញសកម្មភាពនៃសេចក្តីស្រឡាញ់ឬក៏ថាអូយអត់សំខាន់ទេតែក្នុងបេះដូងគាត់មានខ្ញុំបានហើយអូនចង់បានមួយណាចាយកទង្វើមានចិត្តហើយនឹងបញ្ចេញសកម្មភាពមនុស្សស្រីអត់ចង់បានគ្រាន់តែនៅក្នុងបេះដូងមានអូនទេប៉ុន្តែចង់ឲ្យក្នុងសកម្មភាពរាល់ថ្ងៃមានអូនដែរត្រូវអត់ចឹងណាចាខ្ញុំជឿថាស្រីផ្សេងដល់គ្នាមិនតាមម្ដាយខ្ញុំម្ដាយគេទេប្រកាសជាចង់បានសេចក្តីស្រឡាញ់មួយដែលមានបង្ហាញសកម្មភាពត្រូវអត់អូនចាអូនចង់ឲ្យគាត់បង្ហាញសកម្មភាពត្រូវអត់ចាដូច្នេះព្រះជាម្ចាស់ក៏អញ្ចឹងដែរព្រះអង្គចង់ឲ្យយើងអ្នកគ្នាដែរស្រឡាញ់ព្រះអង្គទៅប្រាប់ថាអូខ្ញុំស្រឡាញ់ព្រះអង្គខ្ញុំជឿព្រះអង្គមិនមែនគ្រាន់យើងគ្រាន់តែនៅស្ងៀមទេប៉ុន្តែព្រះអង្គចង់ឲ្យយើងអ្នកគ្នាមានសកម្មភាពផ្សាយដំណឹងល្អអានព្រះគម្ពីរអធិដ្ឋានរស់នៅសកម្មភាពរាល់ថ្ងៃនឹកចាំពីព្រះអង្គមុនពេលសម្រេចចិត្តអីមួយគិតថាពេលដែលខ្ញុំធ្វើការនេះតើព្រះអង្គគាត់បហាតីឬក៏អត់នៅពេលដែលខ្ញុំធ្វើការមួយនេះតើព្រះអង្គគាត់បហាតីឬក៏អត់នៅពេលដែលខ្ញុំនិយាយពាក្យសម្ដីទាំងអស់នឹងទៅតើព្រះអង្គគាត់បហាតីឬក៏អត់នោះហើយគឺជាជីវិតដែលមានសេចក្តីជំនឿជីវិតដែលរស់នៅក្នុងជំនឿពិតប្រាកដព្រះយេស៊ូវព្រះអង្គមិនមែនហៅយើងគ្រាន់តែជាអ្នកអង្គុយមើលទេព្រះអង្គហៅយើងឲ្យធ្វើជាសិស្សដើម្បីនឹងដើរតាមព្រះអង្គដូច្នេះតាមរយៈព្រះបន្ទូលថ្ងៃនេះឲ្យយើងអ្នកគ្នាខិតខំបំពេញនៅភារកិច្ចដែលព្រះអង្គម្ចាស់បានដាក់ឲ្យយើងអ្នកគ្នាម្នាក់ធ្វើយ៉ាងអស់ពីចិត្តហេតុអ្វីបានជាយើងត្រូវខំប្រឹងធ្វើហេតុអ្វីបានជាត្រូវខំប្រឹងថ្វាយបង្គំព្រះអង្គទោះបីក្តៅក៏ដោយទោះបីគួយបាក់ក៏ដោយនៅទ្រាំដើម្បីថ្វាយបង្គំព្រះអង្គពីព្រោះនៅពេលដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គយាងមកព្រះអង្គនឹងយករង្វាន់មកចែកជូនបងប្អូនម្នាក់គ្រប់គ្នាតាមការដែលបងប្អូនអ្នកគ្នាខំប្រឹងធ្វើថ្វាយព្រះជាម្ចាស់អាមែនហាឡេលូយ៉ា
អាមែនអរព្រគុណព្រះអង្គសូមឲ្យបងប្អូនអ្នកគ្នាបានអធិដ្ឋានជាមួយនឹងគ្នា